ឥឡូវក្បួនសហធម្មយត្រារបស់យើងបាននិមន្តនិងអញ្ជើញមកដល់ទឹកដីមហាពោធិពុទ្ធគយាជាកន្លែងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធញ្ញាណហើយនៅក្នុងបរិវេណនេះយើងនឹងបានឃើញប្រជែកដីមួយយ៉ាងធំដែលមានកម្ពស់ជាង60ម៉ែត្រនិងមានព្រះពុទ្ធបដិមាមួយព្រះអង្គយ៉ាងប្រណិតកំពុងតែគង់ប្រថាប់នៅក្នុងប្រជែកដីធំនេះព្រមទាំងមានរតនបល្ល័ង្កនិងព្រះពោធិព្រឹក្សស្ថិតនៅខាងក្រោយប្រជែកដីធំនេះសូមបូជាចំពោះនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ដោយគ្រឿងសក្ការៈទាំងរៀននឹងធម៌ជាដើមនេះដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីការជាដើមផងដល់ខ្ញុំព្រះករុណាផងអស់កាលជាអង្វែងទៅវងអ្នកមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភិក្ខវតោសម្មាសម្ពុទ្ធស្សៈរិករិយានមាសកាថ្វាយអង្គមនៃខ្ញុំព្រះករុណាចូលមានដល់ព្រះធម្មមានព្រះភិយអនុព្រះអង្គជាព្រះអរហន្តមកសាទររៀនក៏មានព្រះភិយអមានព្រះភិយមានគួរ84000ធម្មខណ្ឌផងមានគួរ84000ធម្មខណ្ឌផងមានអរិយសង្ឃដ៏ប្រសើរផងខ្ញុំព្រះករុណាសូមតល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹងទុតិយំពេពុទ្ធទាំងសរណង្កេឆាមិទុតិយំពេធម្មំសរណង្កេឆាមិទុតិយំពេសង្ឃំសរណង្កេគឺជាទីកន្លែងដែលព្រះធម្មកាយបានប្រសូតនៅទីនេះឯងចឹងសូមនមស្ការថ្វាយបង្គំសូមអនុមោទនាទីកន្លែងនេះហើយដែលសោតាបត្តមៈសកតេគេមិមៈអនាគេមិមៈនិងព្រះអរហត្តមៈចាប់ផ្ដើមកើតមុនគេបំផុតទីកន្លែងនេះចំពោះអង្គព្រះសម្មាសម្ពុទ្ធសូមនមស្ការថ្វាយបង្គំសូមអនុមោទនាត្រង់ទីកន្លែងនេះឯងដែលព្រះសព្វយុត្តញាណបានសម្រេចដល់ព្រះសម្មាសម្ពុទ្ធនៅនាគល់ពពោធិព្រឹក្សនេះយើងធ្លាប់តែនៅស្រុកឆ្ងាយឥឡូវនេះយើងបានមកជិតហើយពពោធិញាណដែលបានប្រសូតចេញអំពីការតាំងគោបារមី4អសង្ខ័យមួយសែនកាត់គឺប្រសូតនៅនាគល់ពពោធិព្រឹក្សនេះនៅខាងកើតគល់ពពោហើយជាប់ទៅនឹងជញ្ជាំងនៃប្រជែកដីនេះគឺជារតនបល្ល័ង្កដែលបានផុសឡើងនៅត្រង់ទីកន្លែងនេះឯងសូមនមស្ការថ្វាយបង្គំសូមអនុមោទនាទីកន្លែងនេះហើយដែលពោធិបក្កយធម៌37ប្រការដោយសតិប្បដ្ឋាន4ដោយសមបទាន4ដោយអធិបាត4ដោយឥន្ទ្រី5ពលៈ5ពោជ្ជង្គៈ7អរិយមគ្គប្រកបដោយអង្គ8
បានប្រសូតចាក់ប្រគួត4អសង្ខ័យមួយសែនកាប់នៃការបំពេញបារមីរបស់ព្រះអង្គទ្រង់ឈ្នះមាហើយព្រះអង្គទ្រង់គង់នៅនាគល់ពពោធិព្រឹកនេះឯងដែលយើងតែងតែថ្វាយបង្គំមានសោតយោនិសិនណោជាដើមនៅស្រុកយើងឥឡូវនេះយើងបានមកដល់ទីកន្លែងចិត្តដែលព្រះអង្គទ្រង់បានត្រាស់ដឹងដែលយើងមើលឃើញផ្ទាល់ច្បាស់ដោយភ្នែកសូមនមស្ការថ្វាយបង្គំសូមអនុមោទនា ព្រះសម្មាសម្ពុទ្ធបរមគ្រូជាទីគោរពនៃមនុស្សទាំងឡាយទេវតាទាំងឡាយព្រហ្មទាំងឡាយមាទាំងឡាយសពសត្វទាំងឡាយព្រះអង្គទ្រង់ឈ្នះមាហើយព្រះអង្គបរិបូរណ៍ទៅដោយបារមីយ៉ាងពិសេសវិសាលដែលប្រព្រឹត្តទៅពោពេញទៅដោយសម្មាសម្ពោធិញ្ញាណនិងដឹកនាំសត្វលោកទាំងឡាយឲ្យចាកចេញពីសង្សារទុក្ខ នៅថ្ងៃនេះព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរយើងក្នុងនិងក្រៅប្រទេសបានរួបរวมគ្នាដង្ហែជាក្បួនចូលមកកាន់សង្វេជនីយដ្ឋានទី2នេះដែលជាកន្លែងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធញ្ញាណមណ្ឌលមហាពោធិព្រឹក្សស្ថិតនៅចំផ្ចិតផែនដីដែលជាកន្លែងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធញ្ញាណ ពុទ្ធគយាជាកន្លែងផ្ដល់ពន្លឺពុទ្ធគយាធ្វើឲ្យលោកយើងជាពូលភ្លឺស្វាងរុងរឿងពោពេញទៅដោយអភិសពុទ្ធគយាធ្វើឲ្យលោកយើងជាពូលប្រកបទៅដោយសេចក្តីសុខនិងសេចក្តីចម្រើនព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់បានត្រាស់ដឹងនៅក្រោមម្លប់មហាពោធិព្រឹក្សព្រះអង្គជាមហាអគ្គបុគ្គល ព្រះអង្គជាលោកវិទូព្រះអង្គជាគ្រូនៃមនុស្សនិងទេវតាទាំងឡាយព្រះអង្គជាធម្មរាជាដ៏ឆ្នើមយ៉ាងវិសេសវិសាលដែលបានត្រាស់ដឹងនៅក្នុងលោកយើងនេះ